របៀបនៃការសរសេរប្រភេទតាមរូបភាពបាទកូនតែងតែចាំត្រូវចាំថាពេលរូបភាពដែលគេបែងចែកមកបាទកូនត្រូវបង្កើតវាឲ្យទៅជាភាគបែងបាទទោះជាគេបែងចែកទៅរូបភាពនោះមកប្រមាណចំណែកក៏ដោយអានឹងឲ្យគេតំណាងឲ្យភាគបែងឯផ្នែកផាត់ពណ៌ផ្សេងគ្នានោះគឺជាតំណាងបាទភាគយកតាមផ្នែកផាត់ពណ៌នីមួយរបស់គេដែលគេបានបែងចែកឬក៏បានដាក់ឲ្យបាទឲ្យយើងដូចក្នុងផាត់លោកគ្រូជាងដែរឃើញអត់បាទលោកគ្រូផាត់ពណ៌តែមួយទេដូចស្អីតំណាងឲ្យភាគយកមួយដូចគ្នាជំរាបសួរលោកគ្រូនិងកូនទាំងអស់គ្នាបាទលេងនេះផងដែរគឺលោកគ្រូមានលំហាត់មួយទៀតហើយតើតងទៅនឹងប្រមាណវិធីបូកប្រភេទដែលមានភាគបែងដូចគ្នាបាទយើងដឹងមុននឹងបូកប្រភេទបានបាទយើងត្រូវសិននិយមនេះវាសិនបាទដើម្បីបូកប្រភេទដែលមានភាគបែងដូចគ្នាបាទកូនត្រូវបូកភាគយកនិងភាគយករីឯភាគបែងកូនត្រូវរក្សាទុកនៅដដែលឥឡូវលោកគ្រូមិនទាន់បានលេខទេប៉ុន្តែលោកគ្រូមានរូបភាពមួយបាទដើម្បីឲ្យបង្កើតឲ្យទៅជាប្រភេទដែលមានភាគបែងដូចគ្នាបាទកូនមើលមករូបភាពនេះគឺបាទលោកគ្រូបានបែងចែកក្រឡាជា4ចំណែកស្មើគ្នាតែម្ដងប៉ុន្តែនៅក្នុង4ក្រឡានោះបាទគឺលោកគ្រូបានឆូតផ្នែកផាត់បោះ2ផ្សេងគ្នាបាទផ្នែកទី1គឺលោកគ្រូឆូតបាទឆ្នោតបាទផ្នែកទី2គឺលោកគ្រូផាត់ពណ៌ជាទឹកដុល្លារបាទដូច្នេះបាទដើម្បីបានប្រភេទបាទយើងត្រូវសរសេរប្រភេទទៅតាមរូបភាពដែលយើងបានបែងចែកនឹងតែម្ដងតាមន័យថារូបភាពដែលយើងបានបែងចែកមានន័យថាគេតំណាងឲ្យភាគបែងមានន័យថាភាគបែងដែលយើងបានបែងចែកគឺ4ចំណែកបាទមានន័យថា4គាត់ថារូបភាពដែលគេបានបែងចែកគឺ4បាទមានស្មើថា4នោះគឺជាភាគបែងបាទលោកគ្រូធ្វើជាភាគបែងបាទចុះឯភាគយករបស់វាបាទភាគយករបស់វាគឺកូនយកផ្នែកផាត់ពណ៌ណាមួយដែលគេបានផាត់ពណ៌ដូចគ្នាមកបើសិនគេផ្នែកផាត់ពណ៌បាទ2បាទយើងយក2បើសិននៅក្នុងរូបនេះគឺលោកគ្រូផាត់ពណ៌តែមួយទេគឺនេះផ្នែកទឹកនេះគឺគ្រូសេ1បាទ1លើ4បាទចំណងជើងគេថាមិនការបូកប្រភេទដែលមានភាគបែងដូចគ្នាគួរដាក់សញ្ញាបូកបាទហើយប្រភេទទី2គាត់បានមកពីណាបាទប្រភេទទី2គឺនៅក្នុងរូបភាគបែងនៅដដែលបាទភាគបែងរបស់វាគឺនៅដដែលបាទគឺលេខម៉ានបាទគឺលេខបាទលេខ4ដែលលោកគ្រូបានបែងចែកក្រឡាពីដំបូងទៅតែម្ដងឯភាគយករបស់វាគឺលេខប្រមាណនេះអសនេះហើយទឹកកន្លងនេះគឺភាគបែងគឺភាគយកវាគឺបាទ1ដដែលដូច្នេះឥឡូវយើងបានជាប្រភេទមកហើយបាទតាមនិយមនេះបាទយើងបូកប្រភេទដែលមានភាគបែងដូចគ្នាបូកតែភាគយកនិងភាគយករីឯភាគបែងរក្សាទុកនៅដដែលគាត់បូកមកបាទឥឡូវយើងដាក់សញ្ញាស្មើមួយមកបាទប្រភេទភាគច្រើនគឺកូនគាត់ធ្វើខុសដែរប៉ុន្តែវាអត់ពិបាកទេប៉ុន្តែកូនភាគច្រើនគាត់ដាក់មកគាត់បុកយកមកតែម្ដងបាទគាត់អត់បានធ្វើប្រមាណវិធីទេប្រមាណវិធីនេះប្រភេទគឺអត់មានច្រើនទេបាទកូនគូដាក់សញ្ញាមកគូបន្ទាត់បាទរបាវាវែងទីមកបាទកូនយកប្រភេទបាទទី1ភាគយកវាលេខ1បាទបូកនឹងបាទប្រភេទទី2ភាគយកវាគឺលេខ1ដូចគ្នាបាទឃើញអត់បាទឯភាគបែងវាគឺនៅប្រឡោះកណ្ដាលនៃសញ្ញាបូករបស់នេះបាទគឺភាគច្រើនគឺកូនគាត់អត់ធ្វើអត់បានដូចយើងទេយើងខំប្រាប់គាត់ប៉ុណ្ណាក៏គាត់ម្ដងគាត់ដាក់មកចេញជាចម្លើយតែម្ដងដូច្នេះបាទនេះគឺតែប៉ុណ្្នឹងទេប្រមាណវិធីនៃការបូកប្រភេទបាទយើងដាក់សញ្ញាស្មើទៀតមកបាទគេថាម៉េចបើថាបូកតែភាគយកនិងភាគយករីឯភាគបែងបាទរក្សាទុកនៅដល់ដែលយើងសេមករក្សាទុកណាគឺលេខ4នៅដល់ទៀតមកបាទយើងបូកភាគយកនិងភាគយកមកបាទ1បូក1ស្មើប៉ុន្មាន1បូក1ស្មើ2បាទយើងគ្រូសរសេរលេខបាទលេខ2ដូច្នេះបាទប្រភេទបាទ1ភាគ4បូក1ភាគ4ស្មើនឹង2ភាគ4ហើយរបៀបនៃការសរសេរប្រភេទតាមរូបភាពបាទកូនតែងតែត្រូវចាំថាពេលរូបភាពដែលគេបែងចែកមកបាទកូនត្រូវបង្កើតវាឲ្យទៅជាភាគបែងបាទទោះជាគេបែងចែកទៅរូបភាពនោះមកប្រមាណចំណែកក៏ដោយអានឹងឲ្យគេតំណាងឲ្យភាគបែងឯផ្នែកផាត់ពណ៌ផ្សេងគ្នានោះគឺជាតំណាងបាទភាគយកតាមផ្នែកផាត់ពណ៌នីមួយរបស់គេដែលគេបានបែងចែកឬក៏បានដាក់ឲ្យបាទឲ្យយើងដូចក្នុងផាត់លោកគ្រូជាងដែរឃើញអត់បាទលោកគ្រូផាត់ពណ៌តែមួយទេដូចស្អីតំណាងឲ្យភាគយកមួយដូចគ្នាបាទដូច្នេះអរគុណច្រើនសម្រាប់ការតាមដានរបស់លោកគ្រូនិងនឹងកូនទាំងអស់គ្នាបាទជារៀងរហូតមកកុំភ្លេចជាចុងក្រោយជួយចែករំលែកវីដេអូរបស់លោកគ្រូម្នាក់មួយផងហើយនឹងជួយចុចបាទ follow page ចែកគ្រូម្នាក់មួយផងអរគុណច្រើនបាយបាយ